ដូចដែលបានសន្យាកាលពីវីដេអូមុនដែលថាខ្ញុំនឹងមកនិយាយបន្តអំពីលទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅឆ្នាំ2025នៅប្រទេសហ្វីលីពីនកាលពីវីដេអូមុនខ្ញុំបានបកស្រាយដោយសង្ខេបអំពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅហ្វីលីពីនហ្នឹងបានត្រួសហើយក្នុងវីដេអូនេះខ្ញុំនឹងលើកយកពីរចំណុចមកបកស្រាយបន្ថែមចំណុចទី1ខ្ញុំនឹងនិយាយពីលទ្ធផលនៃការបោះឆ្នោតដែលពិតទៅកាលពីថ្ងៃទី12ខែឧសភាឆ្នាំ2025កន្លងទៅហ្នឹងទន្ទឹមនោះខ្ញុំនឹងបញ្ជ្រាបចូលបន្តិចអំពីការបោះឆ្នោតបែប Party List System ជាមួយនឹងការបោះឆ្នោតតំបន់ស្វយ័តបឹងសាមរ៉ូ Autonomous Region in Muslim Mindanao នៅភាគខាងត្បូងចំណុចទី2ខ្ញុំនឹងនិយាយអំពីលទ្ធផលបោះឆ្នោតហើយជាមួយនឹងទម្លុះនយោបាយនៅហ្វីលីពីនអញ្ចឹងកុំឲ្យខាតពេលយូរយើងមកពិភាក្សាអ្នកគ្នាលើចំណុចទី1បេក្ខជន12រូបដែលអ្នកគ្នាឃើញក្នុងរូបហ្នឹងគឺជាបេក្ខជនចុងក្រោយដែលគាត់ទទួលបានអាសនៈទាំង12បន្ថែមទៅនឹងអាសនៈចាស់12ទៀតគឺសរុប24រូបជាសមាជិកព្រឹទ្ធសភាទន្ទឹមនោះគេក៏រើសបានអភិបាលគណៈអភិបាលខេត្តក្រុងសមាជិកសភាតំណាងរាស្ត្រទាំង317រូបដែលក្នុងនោះមាន63រូបជាសមាជិកដែលមកពី Party List ឬក៏មកពីគណៈបកនយោបាយដែលគាត់អត់ចូលឈ្មោះជាឯកតនាមរួមទាំងសមាជិកសភាតំបន់ស្វយ័តក៏គេរកឃើញអស់ដែរអញ្ចឹងទាំងអស់ហ្នឹងគឺជាលទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីសប្តាហ៍មុនសូមបញ្ជាក់ជូនដែរនៅត្រង់នេះអតីតប្រធានាធិបតីឌូដេតេគាត់បានជាប់ឆ្នោតជាអភិបាលក្រុងនៅទីក្រុងដាវ៉ាវនៅហ្វីលីពីនបើទោះជាជនហ្នឹងគាត់កំពុងតែជាប់មានក្តីក្តាំក៏គាត់អាចចូលឈ្មោះជាអភិបាលឬក៏ជាតំណាងរាស្ត្របានដែរលុះត្រាតែជនហ្នឹងត្រូវបានគេកាត់ទោសទើបអាចចូលបានសូមរំលឹកបន្តិចនៅហ្វីលីពីនគឺគេបោះឆ្នោតតាមបែបឯកតនាមមានន័យថាបុគ្គលម្នាក់ហ្នឹងគាត់ចូលឈ្មោះដើម្បីគេបោះឆ្នោតឲ្យគាត់មិនមែនបោះឆ្នោតឲ្យបកនយោបាយរបស់គាត់ទេប៉ុន្តែទន្ទឹមហ្នឹងក៏គេទុកចន្លោះខ្លះក្អីខ្លះឲ្យមតិភាគតិចក៏សម្លេងភាគតិចក៏ក្រុមផលប្រយោជន៍ផ្សេងទៀតដែលគាត់អត់មានលទ្ធភាពចូលឈ្មោះជាឯកតនាមអញ្ចឹងគេទុកចន្លោះហ្នឹង 20% នៃសមាជិកសភាតំណាងរាស្ត្រក៏ Lower House ដែលស្មើនឹង63ហ្នឹងឲ្យគាត់មានសិទ្ធិចូលឈ្មោះទៅតាមបកនយោបាយហើយបើសិនជាឈ្នះឆ្នោតគាត់អាចក្លាយជាសមាជិកសភាតំណាងរាស្ត្រតាមរយៈការបោះឆ្នោតជ្រើសរើសគណៈបករបស់គាត់ហើយគណៈបករបស់គាត់ហ្នឹងគឺតែងតាំងសមាជិកដើម្បីឲ្យក្លាយជាសមាជិកសភាតំណាងរាស្ត្រនៅក្នុងសភារបស់ហ្វីលីពីនហ្នឹងអញ្ចឹងអានឹងជាហេតុផលដែលគេបង្កើត Party List System គឺដើម្បីឲ្យអ្នកសម្លេងភាគតិចដែលអត់មានលទ្ធភាពចូលឈ្មោះជាឯកតនាមគាត់មានអាសនៈមានកៅអីគយនៅក្នុងសភាតំណាងរាស្ត្រនឹងគេដែរមានសិទ្ធិបញ្ចេញសម្លេងការពារផលប្រយោជន៍របស់ក្រុមរបស់គាត់ដែរក្រុមទាំងអស់ហ្នឹងមានដូចជាក្រុមមនុស្សចាស់ក្រុមយុវជនក្រុមអ្នកសហជីពអីផ្សេងអ្នកការពារផលប្រយោជន៍ក្រុមបកឋានហ្នឹងគឺគេកើតគណៈបកដើម្បីបានជាសម្លេងនៅក្នុងសភាតំណាងរាស្ត្រចឹងយើងចូលមកមួយទៀតហេតុអីបានគេបង្កើតឲ្យមានការបោះឆ្នោតនៅតំបន់ស្វយ័តតាមពិតការបង្កើតឲ្យមានការបោះឆ្នោតតំបន់ស្វយ័តហ្នឹងគឺមានតាំងពីយូរហើយតែដល់ឡែកនៅរហូតដល់ឆ្នាំ2018ហ្នឹងនៅក្នុងរដ្ឋបាលរបស់លោករូទ្រីកូឌូដាតេដែលបច្ចុប្បន្នជាប់បណ្ដឹងនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិហ្នឹងគឺគាត់បង្កើតច្បាប់មួយដើម្បីឲ្យមានការបោះឆ្នោតនៅតំបន់ស្វយ័តភាគខាងត្បូងការបង្កើតច្បាប់នេះគឺជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលហ្វីលីពីនសម័យនោះដើម្បីធ្វើសមាហរណកម្មពួកក្រុមឧទាមប្រដាប់អាវុធក្រុមបះបោរក្រុមភេរវកម្មដែលមានភ្ជាប់មួយជីហានមួយ IC ទាំងអស់ហ្នឹងឲ្យចូលមករួមរស់ជាមួយនឹងរដ្ឋាភិបាលជាមួយនឹងសហគមន៍គេឲ្យផលប្រយោជន៍ក្រុមទាំងអស់ហ្នឹងឲ្យមានអំណាចស្វយ័តបង្កើតរដ្ឋាភិបាលហ្នឹងប៉ុន្តែមុននឹងបង្កើតរដ្ឋាភិបាលចាំបាច់ត្រូវតែមានការបោះឆ្នោតសភាបង្កើតសភានៅក្នុងតំបន់ហ្នឹងមួយសិនតែរហូតដល់ឆ្នាំ2018រហូតមកដល់បច្ចុប្បន្នហ្នឹងគឺទើបតែមានការបោះឆ្នោតសភាលើកទី1បង្កើតសភានៅតំបន់ស្វយ័តអញ្ចឹងសង្ខេបចំណុចទី1មកចំណុចទី2តាក់ទងជាមួយនឹងលទ្ធផលនៃការបោះឆ្នោតជាមួយនឹងចំនួននយោបាយដែលកំពុងកើតមាននៅក្នុងឆាកនយោបាយរបស់ហ្វីលីពីនហ្នឹងរវាងក្រុមគ្រួសារលោកឌូដាតេជាមួយនឹងគ្រួសារម៉ាកូសសូមបន្ថែមបន្តិចនៅក្នុងប្រទេសហ្វីលីពីនវប្បធម៌នយោបាយនៅគេនេះបកនយោបាយអត់សូវមានឥទ្ធិពលទេប៉ុន្តែបើ
ក្រុមគ្រួសារឬគឺមានឥទ្ធិពលខ្លាំងអញ្ចឹងទៅអំណាចនយោបាយគឺស្ថិតនៅក្នុងតាច់ញាតិឬក៏ក្រុមគ្រួសារអ្នកនយោបាយតែដូចក្រុមគ្រួសារឌូរតេនិងក្រុមគ្រួសារម៉ាកូសដែលបច្ចុប្បន្ននេះកំពុងតែឆ្លោះគ្នាសួរថាតើលទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិតែកន្លងផុតទៅហ្នឹងវាមានឥទ្ធិពលយ៉ាងណាដែរចំពោះស្ថានភាពឬក៏ចំនួននយោបាយរវាងក្រុមគ្រួសារទាំងពីរហ្នឹងមុននឹងបកស្រាយបន្ថែមខ្ញុំសូមលើកយកសាវតានៃចំនួននយោបាយរវាងគ្រួសារអ្នកនយោបាយទាំងពីរមកបកស្រាយបន្តិចអញ្ចឹងដូចយើងដឹងតាំងពីដើមឡើយបពុគ្រួសារឌូរតេជាមួយនឹងម៉ាកូសហ្នឹងគឺគាត់ត្រូវរើគ្នាលោកលឿនគ្នាអញ្ចឹងគាត់បានបង្កើតសម្ព័ន្ធភាពនយោបាយមួយដែលដាក់ឈ្មោះថា Uniteam ដើម្បីចូលរួមការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ2022ជាលទ្ធផលក្រុម Uniteam ឈ្នះឆ្នោតភ្លុកទឹកភ្លុកដីលោកម៉ាកូសកូនប្រុសរបស់អតីតប្រធានាធិបតីដែលគេដឹងទាំងអស់គ្នាថាគាត់ប្រើកដាប់ដែកផ្ដាច់កាយគឺបានទទួលជ័យជំនះជាប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នចំណែកឯកូនស្រីរបស់អតីតប្រធានាធិបតីលោករ៉ូទ្រីហ្គោឌូដេតេដែលចេញមកពីក្រុងដាវ៉ាវនោះក៏ជាប់ឆ្នោតជាអនុប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នអញ្ចឹងការប្រេះឆានឹងកើតមានតាំងពីការរៀបចំរដ្ឋាភិបាលពីដំបូងដៃសួរថាហេតុអីបានមានការអង្គុះអង្គើប្រេះឆារវាងគ្រួសារឌូដេតេជាមួយនឹងគ្រួសារម៉ាកូសមូលហេតុចម្បងហើយសំខាន់នោះគឺការបែងចែកផលប្រយោជន៍ចែកអំណាចតំណែងអត់ស្មើគ្នាអត់ត្រូវគ្នាអញ្ចឹងទៅក៏ឆ្លោះគ្នាជាក់ស្ដែងលោកស្រីសារ៉ាឌូដេតេជាអនុប្រធានបតីហើយគាត់ចង់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិប៉ុន្តែលោកប្រធានបតីម៉ាកូសឲ្យគាត់កាន់ជារដ្ឋមន្ត្រីក្រសួងអប់រំទៅវិញនេះជាការខកចិត្តមួយហើយក៏ជាការបាត់បង់អំណាចទ័ពមួយដែរបើសិនបើគាត់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិគាត់កាន់តែមានអំណាចទ័ពចឹងទៅការរង្គោះអង្គើការមិនពេញចិត្តរវាងគ្រួសារទាំងពីរហ្នឹងជាកើតមានជារឿយរហូតដល់មានការផ្ដោះប្ដូរចំនួនពាក្យសម្ដីរវាងភរិយារបស់លោកប្រធានាធិបតីក្រុមគ្រួសាររបស់ស្រីអនុប្រធានាធិបតីរហូតដល់មានការគំរាមសម្លាប់ទៅវិញទៅមករវាងគ្រួសារឌូដេតេនិងគ្រួសារម៉ាកូសហ្នឹងការវិវត្តចុងក្រោយនេះគឺការអនុវត្តនៃការចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC លើអតីតប្រធានាធិបតីហ្វីលីពីនលោកឌូដេតេនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីលហើយបញ្ជូនគាត់ទៅជំនះក្តីនៅទីក្រុងឡាអេអញ្ចឹងទៅវាធ្វើឲ្យកម្ដៅនយោបាយនៅក្នុងប្រទេសហ្វីលីពីនកាន់តែពុះកញ្ជ្រោលហើយទន្ទឹមនោះប្រធានសភាតំណាងរាស្ត្រក៏សភាជាន់ទាបហ្នឹងទៅជាប្អូនចដូនមួយរបស់លោកប្រធានាធិបតីគណៈពេលដែលគាត់ជាប្រធានហ្នឹងគឺគាត់បានប្រមូលញត្តិចុះហត្ថលេខាសមាជិកសភាតំណាងរាស្ត្រទាំងអស់ដើម្បីប្តឹងទៅលើលោកស្រីអនុប្រធានាធិបតីសារ៉ាឌូដេតេហ្នឹងពីបទចាយលុយអត់ត្រូវខ្ទង់ពុករលួយគំរាមសម្លាប់គំរាមកំហែងហើយនឹងសំគំនិតជាមួយបរទេសជាដើមអញ្ចឹងញត្តិហ្នឹងដែលមានចំនួនលើសពី2ភាគ3ប្រសិនបើព្រឹទ្ធសភាទាំង24រូបដែលទើបតែជាប់ឆ្នោតថ្មី12រូបនេះកាត់ក្តីហើយសម្រាប់ជាឯកច្ឆន្ទច្រើនជាង2ភាគ3ឬក៏ចាប់ពី16លើ24នាក់អញ្ចឹងលោកស្រីអនុប្រធានាធិបតីសារ៉ាឌូតេគាត់នឹងត្រូវបានគេដកតំណែងពីអនុប្រធានាធិបតីជាផ្លូវការហើយគាត់នឹងមិនមានសិទ្ធិឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីនៅឆ្នាំ2028ក៏ដូចជាជីវិតនយោបាយរបស់គាត់គឺត្រូវបានបញ្ចប់ត្រឹមហ្នឹងប៉ុន្តែប្រសិនបើសមាជិកព្រឹទ្ធសភាដែលជាតុលាការសម្រាប់លើញត្តិហ្នឹងនៅក្នុងខែកក្កដាខាងមុខมันបានគ្រប់សម្លេង2ភាគ3គឺលោកស្រីសារ៉ាឌូតេនឹងបន្តកាន់តំណែងនិងបន្តជីវិតនយោបាយរបស់គាត់ជាធម្មតាមកដល់ត្រង់នេះគេមានសំណួរមួយសួរទៀតថាតើនៅចុងខែកក្កដាឆ្នាំ2025ហ្នឹងលោកស្រីអនុប្រធានធិបតីនឹងត្រូវគេប្តឹងឲ្យលាលែងពីតំណែងបានឬអត់អញ្ចឹងយើងត្រឡប់ទៅមើលសមាជិកទាំងអស់គ្នាវិញបើនិយាយទៅនៅក្នុងសមាជិកនេះយើងមើលឃើញភាគច្រើនគឺជាអ្នកដែលភ្ជាប់បកសម្ព័ន្ធជាសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីម៉ាកូសអញ្ចឹងលទ្ធភាពនេះ
យើងអាចវាតម្លៃបាន 100% ថាយ៉ាងណាប៉ុន្តែនៅក្នុងនយោបាយហ្វីលីពីនអ្នកខ្លះគាត់ថានៅក្នុងខែកក្កដាហ្នឹងលោកស្រីអនុធានដីសារ៉ាដូតេនឹងអស់តំណែងហើយគាត់នឹងជីវិតនយោបាយរបស់គាត់នឹងត្រូវបញ្ចប់ដោយសារតែភាគច្រើននៃសមាជិកប្រតិភិគឺជាអ្នកនៅខាងរបស់រដ្ឋាភិបាលបច្ចុប្បន្នលោកម៉ាកូសប៉ុន្តែយើងកុំភ្លេចថានយោបាយហ្វីលីពីនគឺពិបាកស្មានព្រោះពេលខ្លះអ្នកនយោបាយរួមទាំងសមាជិកប្រតិភិទាំងអស់ហ្នឹងគាត់អាចដូរគំនិតដោយហេតុផលទី1បើយើងមើលលទ្ធផលនៃការបោះឆ្នោតសមាជិកមកពីគ្រួសារឌូតេគាត់ទទួលបានប្រជាប្រិយភាពច្រើនយើងឃើញហើយអ្នកគ្រប់គ្រងសមាជិកមកពីគ្រួសារឌូតេគាត់នៅ top 1 ហើយ top 3អញ្ចឹងមកនិយាយពីសម្លេងគ្រប់គ្រងថាប្រជាជនគាត់អត់សូវពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្នហើយគាត់ពេញចិត្តនឹងសមាជិកមកពីក្រុមគ្រួសារឌូតេអញ្ចឹងចង់សមាជិកប្រតិភិខ្លះដែលគាត់ត្រូវការប្រជាប្រិយភាពពីសាធារណជនគឺគាត់អាចគ្រប់គ្រងខាងលោកស្រីសារ៉ាឌូតេវិញដើម្បីបានប្រជាប្រិយភាពទី2យើងនិយាយពីការបញ្ចុះបញ្ចូលរបស់ខាងគ្រួសារឌូតេបើសិនបើគេឲ្យតំណែងឲ្យបុណ្យស័ក្តិឲ្យឱកាសដែលគាត់អាចចំណេញពីនយោបាយបានពួកទាំងអស់ហ្នឹងគឺមិនខ្លាចនឹងដូរបាទពលនយោបាយមិនខ្លាចនឹងបានបោះចោលម៉ាកូសមកយកឌូតេវិញមួយទៀតសមាជិកប្រតិភិទាំងអស់ហ្នឹងយើងកុំភ្លេចពួករដ្ឋការប្រជាប្រិយភាពត្រូវការយុទ្ធសាស្ត្រនយោបាយដើម្បីដើរជំហានបន្ទាប់អ្នកខ្លះគាត់ត្រូវការបន្តក្នុងអាណត្តិទៀតអ្នកខ្លះគាត់ត្រូវការចូលឈ្មោះជាសមាជិកផ្សេងទន្ទឹមនោះក៏ជាសមាជិកប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ2023ដែរសូមអរគុណ